អ្នកប្រើប្រាស់គ្រឿងស្រវឹងដែលផ្ដល់គំរូមិនល្អដោយបង្ហាញពីភាពស្រើបស្រាលបង្ហាញចំណង់ចំណូលចិត្តគួរឲ្យសប្បាយរីករាយខ្លាំងនៅតាមទីសាធារណៈអាចជះឥទ្ធិពលមិនល្អដល់យុវជននិងកុមារមិនទាន់គ្រប់អាយុព្រោះនាំឲ្យពួកគេយកគំរូមិនល្អតាមនេះបើតាមប្រសាសន៍របស់លោកបណ្ឌិតយ៉ងពៅអគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិតបន្តថាសហគមន៍មួយចំនួនប្រើប្រាស់គ្រឿងស្រវឹងដើម្បីទំនាក់ទំនងការទូតសហគមន៍មួយចំនួនទៀតប្រើប្រាស់គ្រឿងស្រវឹងដើម្បីជួបជុំគ្នាជជែកសន្ទនាហើយសហគមន៍មួយចំនួនទៀតយកគ្រឿងស្រវឹងមករំខានការងារប្រចាំថ្ងៃនិងរំខានដល់ការសិក្សាអគ្គលេខានៃរាជបណ្ឌិតសភាកម្ពុជាបញ្ជាក់បន្ថែមថាបើទោះជាមិនអាចបញ្ឈប់មនុស្សមិនឲ្យឈប់ពិសាគ្រឿងស្រវឹងបានក៏ពិតមែនប៉ុន្តែទាមទារឲ្យមានការអនុវត្តច្បាប់នៃការប្រើប្រាស់គ្រឿងស្រវឹងច្បាប់លក់គ្រឿងស្រវឹងទើបអាចគ្រប់គ្រងបានព្រោះប្រសិនរងចាំឲ្យមនុស្សស្វែងយល់តែម្ដងគឺមានការលំបាកលោកបណ្ឌិតបន្តថាឪពុកម្ដាយមួយចំនួនតែងពិសាគ្រឿងស្រវឹងឲ្យកូនឃើញឬប្រើកូនឲ្យទៅទិញគ្រឿងស្រវឹងដែលជាគំរូមិនល្អដល់ក្មេងដូច្នេះគួរជៀសវាងករណីប្រើក្មេងឲ្យទៅទិញគ្រឿងស្រវឹងលោកបណ្ឌិតយ៉ងពៅទំនំពរដល់អ្នកប្រើប្រាស់គ្រឿងស្រវឹងមិនគួរបង្ហាញគំរូមិនល្អតាមទីសាធារណៈឬតាមបណ្ដាញសង្គមជាពិសេសបញ្ឈប់ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមបណ្ដាញសង្គមទូរទស្សន៍កាសែតពីព្រោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនឹងនាំឲ្យអត្រាអ្នកប្រើប្រាស់គ្រឿងស្រវឹងកាន់តែច្រើនដែលអាចបង្កជាបញ្ហាផ្សេងៗលោកបណ្ឌិតបន្តថាបើទោះជាមិនមានការផ្សព្វផ្សាយគ្រឿងស្រវឹងក៏មនុស្សនៅតែអាចស្វែងរកគ្រឿងស្រវឹងបានបើតាមលេខាសង្កាត់ស្ដីពីការបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ដែលបណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងប្រការ4ហាមក្មេងអាយុក្រោម18ឆ្នាំលក់ទិញនិងប្រើប្រាស់គ្រឿងស្រវឹងក្នុងនោះប្រការ5ហាមលក់និងផឹកគ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុងវត្តអារាមគឺស្ថានសាសនាសាលារៀនសាលាសង្កាត់ប៉ុស្តិ៍រដ្ឋបាលមណ្ឌលសុខភាពប៉ុស្តិ៍ប្រជាការពារនិងអគារសាធារណៈនានាប្រការ6ហាមលើកផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ប្រភេទនៅផ្នែកខាងក្នុងនិងក្រៅបរិវេណវត្តអារាមគឺស្ថានសាសនាសាលារៀនសាលាសង្កាត់ប៉ុស្តិ៍រដ្ឋបាលមណ្ឌលសុខភាពប៉ុស្តិ៍ប្រជាការពារនិងអគារសាធារណៈនានាការលើកផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មអាចធ្វើទៅបានត្រូវមានចម្ងាយយ៉ាងតិច200ម៉ែត្រពីទីតាំងដែលបានកំណត់ខាងលើនេះ